Ba xong chuẩn bị xua nâng xua sau đây bong ôn xaជាថ្មីម្ដងទៀតបាទថ្ងៃនេះខ្ញុំមានវីដេអូថ្មីដើម្បីចែករំលែកដល់បងប្អូនអរគ្នាដែលបានចូលមកកាន់វីដេអូថ្មីមួយនេះហើយថ្ងៃមុនខ្ញុំបានបង្ហោះក៏អំពីការលេងតង់ដូ Master និងគ្រួសារ Master បាទដែលយើងនិយាយពីថ្ងៃមុនអញ្ចឹងថ្ងៃនេះខ្ញុំនឹងបន្តហើយក៏ដូចជាលម្អិតជាមួយនឹងតង់ដូ Master បន្តទៀតជូនទៅកាន់បងប្អូនដែលចង់រៀនភ្លេងបាទហើយខ្ញុំសង្ឃឹមថាបងប្អូនចូលមកកាន់វីដេអូនេះហើយបងប្អូនអាចនឹងយល់បានច្រើនហើយខ្ញុំចែករំលែកនេះជាចំណេះដឹងបន្តិចបន្តួចដែលខ្ញុំរៀនបានទេណាបងប្អូនហើយមិនមែនជាអ្នកចេះដឹងច្រើនទេសូមអធិស្ឋានផងណាបាទហើយក៏សូមអធិស្ឋានម្ដងទៀតចំពោះលោកគ្រូអ្នកគ្រូដែលលោកចេះខាងជំនាញភ្លេងច្រើនបាទខ្ញុំគ្រាន់តែចេះដឹងតិចតួចដើម្បីចែករំលែកទៅកាន់បងប្អូនដែលលោកចង់រៀនភ្លេងហើយមិនដឹងថាទៅរៀននៅទីណាបងប្អូនអាចមើលវីដេអូនេះហើយជាចំណេះដឹងខ្លីៗបងប្អូនអាចយកទៅអនុវត្តអាចចម្រើនចំណេះដឹងផ្នែកភ្លេងនេះផងដែរអញ្ចឹងសូមអរគុណច្រើនដែលបងប្អូនបានចូលមកកាន់វីដេអូថ្មីបន្តទៀតនេះជាមួយនឹងខ្ញុំផងដែរបាទអញ្ចឹងអរគុណឥឡូវយើងនឹងបន្តជាមួយគ្នាហើយខ្ញុំនឹងធ្វើការចែករំលែកពីតង់ដូ Master និងលម្អិតបន្តបាទជាមួយនឹងតង់ដូ Master បាទអញ្ចឹងកាលពីវីដេអូមុនយើងរៀនចេះណាបងប្អូន Do Master Re Minor Mi Minor Fa Master Sol Master La Minor C នេះខ្ញុំអត់ទាន់ប្រាប់បាទហើយនឹង Do Master ដដែលអញ្ចឹងឥឡូវយើងនឹងបន្តជាមួយគ្នានៅក្នុងវីដេអូនេះបងប្អូនអាចមើលกระดาษដែលខ្ញុំសរសេរបាទខ្ញុំសរសេរអក្សរខ្ញុំមិនសូវស្អាតទេណាសូមអធិស្ឋានបាទអញ្ចឹងបងប្អូនមើលបាទគឺវគ្គមុនរៀនវីដេអូមុនគឺ Do Re Minor Mi Minor Fa Sol La Minor បាទអញ្ចឹងឥឡូវរបៀបដែលយើងត្រូវលេងដើម្បីឲ្យកាន់តែពិសេសទៀតនោះយើងលេងអាគ័រចិត្តបាទគឺយើងប្រើអាគ័របំបែកបាទអញ្ចឹង Do Master La Minor Fa Master Re Minor Sol Master Mi Minor បាទនេះខ្ញុំសរសេរខុសបាទខ្ញុំលុបខ្ញុំដាក់ពីលើវិញបងប្អូនអាចដឹងណាបងប្អូនអាចមើលដឹងអូខេហើយចំណុចសំខាន់ដែលខ្ញុំចង់ប្រាប់បន្តគឺយើងត្រូវដឹងទៀតបន្តថាតង់ដូ Master មាន Minor 3បាទនិង Master 3បាទនេះ Master 3គឺមានដូចជា Do បាទមាន Fa មាន Sol បាទដល់ Minor 3គឺមាន Re Minor Mi Minor La Minor ហើយยังមាន Set មួយទៀតបាទគឺ Sol Set បាទទីទៀតខ្ញុំនឹងបង្ហាញចំណុចសំខាន់ដែលយើងត្រូវដឹងនៅក្នុងវីដេអូនេះបាទអញ្ចឹងឥឡូវយើងចាប់អាគ័រតង់ដូ Master គឺយើងចាប់របៀបនេះណាបងប្អូនគឺយើងចាប់ Do La Minor Fa Re Minor Sol Mi Minor យើងចាប់របៀបនេះណាបងប្អូនមើលដៃខ្ញុំចាប់អូខេហើយខ្ញុំជឿថាវីដេអូនេះបងប្អូនផ្សេងគាត់អត់ទាន់បានមើលដឹងទេហើយក៏មិនទាន់មានលោកគ្រូណាគាត់បង្រៀននៅក្នុងចំណុចនេះដែរបាទអញ្ចឹងខ្ញុំចេះតិចតួចហើយក៏ចង់ចែករំលែកចំណុចសំខាន់ដើម្បីបងប្អូនជាអ្នករៀនបាទអាចយកទៅស្វែងយល់ក៏ដូចជារៀនតាមណាបងប្អូនអូខេឥឡូវយើងទៅជាមួយគ្នាបាទបងប្អូនមើលដៃរបស់ខ្ញុំបាទ Do Master តង់ដូ Master យើងចាប់ចេះបាទហើយយើងបែកមកបាទ Do Master នឹងចាប់ដដែលដល់ពេល La Minor កាលមុនយើងចាប់ចេះណាបងប្អូនអញ្ចឹងឥឡូវយើងបន្តជាមួយគ្នាបន្តទៀតគឺយើងចាប់ចេះវិញ Do Mi La Minor បាទយើងចាប់ចេះណាបងប្អូននេះបងប្អូនមើលដៃខ្ញុំឃើញទេច្បាស់ទេបាទ Do Mi La Minor បាទហើយបន្តទៀតគឺFa Master បាទនេះ Fa Master យើងចាប់ចេះវិញកាលមុនយើងចាប់ចេះណាបងប្អូនកាលពីវីដេអូមុនណាអូខេ Fa យើងចាប់ចេះដល់ពេល Sol Master បាទ Sol Master យើងចាប់ចេះវិញបាទកាលមុនយើងចាប់ចេះអូខេអញ្ចឹងឥឡូវយើងទៅជាមួយគ្នាបាទយើងទៅជាមួយគ្នា Do La Minor Fa Re Minor
sol mi minor បាទทีนี้បងប្អូនអញ្ចឹងគឺយើងចាប់អាគ័រនៅចិត្តដៃយើងតែម្ដងណាបាទតោះឥឡូវយើងទៅជាមួយគ្នាម្ដងទៀតដូ la minor fa re minor sol mi minor បាទខ្ញុំចង់ផ្ទះដែរអូខេឥឡូវយើងហាត់ណាខ្ញុំក៏មិនមែនជាអ្នកចេះស្ទាត់ដែរបងប្អូនណាសូមអធិស្ឋានបាទអញ្ចឹងខ្ញុំជាអ្នករៀនដូចបងប្អូនទេគ្រាន់តែអាចដឹងខ្លះណាបាទអូខេឥឡូវយើងទៅជាមួយគ្នាបន្តទៀតបាទតោះ1 2 3 4អញ្ចឹងយើងរាប់2 ដដែលណាបងប្អូនតោះ do major la minor fa major re minor sol major mi minor បាទហោអស់ហើយយើងទៅម្ដងទៀតបាទយើងធ្វើម្ដងហើយម្ដងទៀតគឺយើងចាំណាបងប្អូន do major la minor fa major re minor sol major mi minor បាទអញ្ចឹងបងប្អូនចាំនៅក្នុងការរៀននេះហើយខ្ញុំធ្វើម្ដងហើយម្ដងទៀតគឺដើម្បីឲ្យបងប្អូនរៀនហើយនឹងចាំបាទអញ្ចឹងអរគុណច្រើនឥឡូវយើងបន្តជាមួយគ្នានៅក្នុងចំណុចសំខាន់ដែលយើងត្រូវដឹងដែលខ្ញុំដាក់នេះណាបងប្អូនអំពី major និង minor ហើយនឹង set អូខេនេះគឺអ្វីដែលយើងត្រូវដឹងនៅក្នុងតង់ដូ major នេះបាទជាចំណុចសំខាន់ដែលយើងត្រូវតែដឹងច្បាស់តែម្ដងណាបងប្អូនអញ្ចឹងតង់ដូ major យើងមាន major 3បាទន័យថា do major មាន fa major នេះណាបងប្អូន do major fa major sol major ណាបងប្អូនអញ្ចឹងយើងត្រូវដឹងណាត្រូវដឹងអូខេហើយ minor មាន3គឺមាន re minor បាទនេះ re minor បងប្អូនចាប់ចេះណាមាន mi minor និង la minor យើងអាចចាប់ចេះក៏បានដែរបាទអញ្ចឹងប្រហែលជាបងប្អូនពិបាកចាប់កន្លែងនេះដែរបាទវាហែកដៃខ្លាំងណាស់ដែរណាអញ្ចឹងយើងចាប់ចេះក៏បានដែរបងប្អូនណាតោះ re minor mi minor la minor បាទអញ្ចឹងមាន3ហ្នឹងណាបងប្អូនគឺ major 3 minor 3អញ្ចឹង set sol set បាទ sol set គេចាប់យ៉ាងម៉េចបាទ sol set ណាបងប្អូននេះ sol បាទ sol major ដល់ពេល set គឺចាប់ចេះណាបងប្អូន4គ្រាប់បាទចាប់4គ្រាប់ណាបាទយកមេដៃរបស់យើងធ្វើចេះមកបាទចាប់ឲ្យបាន4ហ្នឹងទៅពុំមិនចាប់ឲ្យបាន4គឺចេញសេតតែណាបងប្អូនបាទ sol set នេះអូខេបងប្អូនដឹងទេបាទចំពោះ sol set នេះគឺយើងប្រើវាសម្រាប់ឆ្លងមកអក្សរតង់ដូ major ហ្នឹងណាបងប្អូននៅពេលដែលយើងលេងតុងអីផ្សេងដូចជាតុងរេបាទយើងកំពុងតែលេងតុងរេប៉ុន្តែយើងចង់មកលេងតុងដូវិញតែយើងត្រូវប្រើអក្សរអីដើម្បីជំនួយគឺអក្សរsol set នេះតែម្ដងបាទយើងប្រើអក្សរ sol set នេះដើម្បីជំនួយវាគឺរុញវាមកគឺឲ្យដល់តុងដូនេះតែម្ដងបាទពីព្រោះយើងកំពុងតែលេងតុងអីតុងរេបាទយើងកំពុងតែលេងតុងរេឬក៏តុងហ្វាអញ្ចឹងទីហោណាបងប្អូនបាទអញ្ចឹងយើងចង់លេងតុងហ្វាយើងសំទោសយើងចង់លេងតុងដូវិញបាទយើងកំពុងតែលេងហ្វាប៉ុន្តែយើងចង់លេងដូអញ្ចឹងយើងត្រូវតែប្រើអក្សរជំនួយគឺអក្សរ sol set នេះបាទ sol set ហ្នឹងគឺយើងចាប់អក្សរ sol set មួយទៅហើយយើងរុញយើងមកលេងតុងដូវិញបានតែម្ដងណាអញ្ចឹងអ្នកចម្រៀងគាត់អត់ពិបាកទេណាបើសិនជាយើងលេងអញ្ចឹងគឺយើងអត់ពិបាកហើយក៏គាត់ងាយស្រួលចូលស្រែកតាមយើងណាអញ្ចឹងអរគុណច្រើនអានេះជាចំណុចសំខាន់ដែលខ្ញុំរៀនបានហើយក៏ដូចជាលោកគ្រូគាត់បានបង្ហាញខ្ញុំក៏ដូចជាបង្រៀនខ្ញុំអញ្ចឹងខ្ញុំគ្រាន់តែយកវីដេអូនេះដើម្បីចែករំលែកដល់កាន់បងប្អូនដែលចង់រៀននោះទេហើយប្រសិនបើបងប្អូនរៀនទៅមានកន្លែងណាដែលឆ្ងល់បងប្អូនអាច comment ឬក៏សួរនៅក្នុង chat ក៏បានដែរណាបងប្អូនហើយខ្ញុំក៏សូមអធិស្ឋានម្ដងទៀតផងដែរប្រសិនបើការនិយាយទៅមានចំណុចខ្វះខាតឬក៏ចែករំលែកទៅមានចំណុចខ្វះខាតអីសូមអធិស្ឋានផងណាបងប្អូនទាំងអស់គ្នាបាទខ្ញុំបញ្ជាក់
ម្ដងទៀតណាខ្ញុំមិនមែនជាអ្នកចេះដឹងច្រើនទេគ្រាន់តែជាអ្នកបង្ហាញតិចតួចទៅកាន់បងប្អូនដែលគាត់បានមើលវីដេអូរបស់ខ្ញុំហើយគាត់ចង់រៀនអីចឹងណាបងប្អូនអញ្ចឹងអរគុណច្រើនសម្រាប់វីដេអូនេះហើយបងប្អូនយកទៅរៀនទៅហើយបងប្អូនអាចធ្វើបានហើយណាអញ្ចឹងអរគុណច្រើនសូមជម្រាបលានិងជូនពរបងប្អូនឲ្យជួបតែសំណាងល្អនិងរៀនឆាប់ចេះណាបងប្អូនអរគុណច្រើនបាយបាយជម្រាបលា